ឡើងវិញជ្រើសរើសគ្នាក្នុងនាមជាមហាគ្រួសារខ្មែរហើយអ្វីដែលសំខាន់ព្រឹត្តិការណ៍របស់យើងនៅក្នុងក្នុងរឿងស្រេចអ្វីដែលយើងមិនអាចទៅឈ្លានពានប្រទេសជិតខាងយើងក៏ចង់បានទឹកដីពីអ្នកណាប៉ុន្តែយើងក៏មិនដែរម៉ែសូមឲ្យបងប្អូនស្រីទាំងអស់គ្នាកម្ពុជាស្រីបានទេតាមនេះខ្ញុំមកពីការជួបជុំគ្នារបស់យើងនៅក្នុងថ្ងៃនេះមិនមែនជាការជួបជុំគ្នាដើម្បីបង្ហាញកម្លាំងឬក៏ការគំរាមកំហែងទៅអ្នកណានោះទេកម្ពុជាថែរក្សាភាពចាស់ទុំដោះស្រាយបញ្ហាដោយសន្តិវិធីដោយសម្ដេចតេជោនិងសម្ដេចមហាបវរទឹកដីបានលើកឡើងចឹងការជួបជុំរបស់យើងនៅក្នុងថ្ងៃនេះក្នុងលក្ខណៈជាមហាគ្រួសារខ្មែរគឺដើម្បីដែលបង្ហាញនៃមនោសញ្ចេតនានៃការជឿជាក់និងការគ្រប់គ្រងទៅលើរដ្ឋាភិបាលគ្រប់គ្រងទៅលើកងកម្លាំងបដាអាវុធរបស់យើងគ្រប់គ្រងទៅរាល់វិធានការដោះស្រាយការពារបូរណភាពទឹកដីដោយសន្តិវិធីពេលនេះគឺគ្រាន់តែជាឱកាសដើម្បីទឹកចិត្តរបស់យើងម្នាក់ៗខ្មែរនៅក្នុងថ្ងៃទី2តែទាំងអស់យើងជ្រើសរើសរកដំណោះស្រាយសុខសន្តិភាពអ្វីដែលសុខសន្តិភាពដោយសម្ដេចតេជោបានលើកឡើងរដ្ឋាភិបាលកម្ពុជានៅក្នុងការជួយការពារបូរណភាពទឹកដីនៃប្រជាណាចក្រកម្ពុជាដូចហ្នឹងមកយកហ្នឹងវិញឲ្យនេះលើបាក់ទៀតខ្ញុំយល់ថាសប្តាហ៍ហ្នឹងគឺមកពេញដោយភាពឈឺចាប់ដល់ហើយខ្ញុំចង់ឲ្យសង្គ្រាមហ្នឹងសប្តាហ៍ហ្នឹងបញ្ចប់កុំឲ្យយើងមានការវាយគ្នាតទៅទៀតខ្ញុំគិតថាយើងគួរណាតែដោះស្រាយរឿងនឹងតាមសន្តិវិធីអត់គួរណាមានជាសង្គ្រាមឬមួយក៏ការបាត់បង់ទៅវិញទៅមកក្នុងនាមខ្ញុំជាកូនខ្មែរខ្ញុំពិតជាមានមោទនភាពមែនតើដែលបានមកចូលរួមក្នុងថ្ងៃនេះព្រោះប្រជាជនខ្មែរយើងបានមកចូលរួមលើកទឹកចិត្តដល់កងទ័ពយើងច្រើនមែនតើចាថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បាយចិត្តជារីករាយខ្លាំងមែនតើដែលបានមកចូលរួមកម្មវិធីដើរថ្មើរជើងពីសាលមហាស្រកកពេជ្ររហូតដល់វិមានឯករាជ្យដើម្បីជួយលើកទឹកចិត្តទៅដល់កងទ័ពដែលបានប្រយុទ្ធតតាំងក្នុងការធ្វើសង្គ្រាមនៅតាមព្រំដែន
ថ្ងៃនេះយើងមានឱកាសក្នុងការបង្ហាញឲ្យឃើញជារូបរាងផ្ទាល់តែម្ដងជាមួយនឹងព្រឹត្តិការណ៍ត្រៀមក្នុងការធ្វើ